ទូលទេវតានៅខេត្តសៀមរាបដើម្បីចូលរួមអង្គរសង្ក្រាន្តនៅទីនោះប្រចាំឆ្នាំហើយសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងជាមួយនឹងការរីកចម្រើននៅក្នុងឆ្នាំចាស់ឆ្នាំថ្មីនឹងបន្តការរីកចម្រើនតទៅទៀតតាមរយៈនៃការខិតខំទាំងអស់គ្នាគ្មានការមានបានណាមួយដែលបានមកពីការដែលយើងមិនធ្វើសកម្មភាពនោះទេដូចជាប្រទេសរបស់យើងពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយហើយចាប់ផ្ដើមពីប្រជាពលរដ្ឋដែលមានតែបាតដៃទៅទេបែកពីពលពតមកតើយើងមានអ្វីខ្លះហើយមកដល់ពេលនេះតើយើងមានអ្វីខ្លះសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹកឃើញនឹងចងចាំនៅអ្វីដែលជាអតីតកាលដល់លបៈរបស់យើងហើយឈានឆ្ពោះមកកាន់ដំណាក់កាលថ្មីដែលជាដំណាក់កាលនៃការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន